បាទជំរាបសួរពុកម៉ែបងប្អូនក្នុងបណ្ដាញសង្គមក្នុង Facebook ទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាពិតស្គាល់ក្រុមហ៊ុនមួយនេះហើយដើម្បីជួបក្នុងស្រុកខ្មែរដែរណាដោយសារក្រុមហ៊ុនគាត់គ្មានទំនួលខុសត្រូវបាត់អវ៉ាន់របស់ភ្ញៀវហើយគាត់អត់ព្រមសងគាត់រុញពី1ទៅ1រុញពី1ទៅ1រយៈពេល1ខែបាទហើយគាត់ថាក្នុងរយៈពេល1ខែនេះក៏អត់ដោះស្រាយឲ្យទេណាតែខ្ញុំបាន follow up តាំងពីថ្ងៃបាត់អវ៉ាន់តាំង10ថ្ងៃដំបូង5ថ្ងៃដំបូងខ្ញុំ follow up គាត់តែខ្ញុំបាននិយាយមួយគាត់ខាងសាខានឹងហើយគាត់ថាអូខេគាត់នឹងព្រមសងប៉ុន្តែរយៈពេលដល់1ខែគាត់បើកលុយហើយបែរជាគាត់ឈប់ហើយខាងក្រុមហ៊ុនមួយនេះគាត់គ្មានទំនួលខុសត្រូវបាទទៅលើភ្ញៀវបាទបាត់អវ៉ាន់ហើយអត់ព្រមសងបាទក្រុមហ៊ុន JNT បាទអញ្ចឹងសូមតំណាងជួយដោះស្រាយឲ្យខ្ញុំតិចមកបាទមិនអញ្ចឹងទេខ្ញុំនឹងខុសក្នុងបណ្ដាញសង្គម Facebook TikTok YouTube អ្វីដែលមានក្នុងបណ្ដាញខ្ញុំខុសទាំងអស់ដោយសារក្រុមហ៊ុនគ្មានទំនួលខុសត្រូវបាទគឺគ្មានទំនួលខុសត្រូវនឹងការសងអវ៉ាន់របស់ភ្ញៀវបាទសូមអរគុណជួយ share ជួយ like បន្តចែកគ្នាផងចំពោះអ្នកដែលបាត់អវ៉ាន់ដែលក្រុមហ៊ុនមិនសងបាទតើមានវិធានការអីដើម្បីដោះស្រាយបាទទៅលើភ្ញៀវដែលបាត់អវ៉ាន់ហើយខាងក្រុមហ៊ុនមិនអើពើបាទរុញទៅវិញទៅមកបាទមិនដោះស្រាយជូនភ្ញៀវបាទសូមអរគុណបាទជួយ share បន្តផងបាទ